សួស្តីអ្នកទាំងអស់គ្នាអេពីសូតទី5 yes អេពីសូតនេះគឺខ្ញុំអ្នកបើកក្បាលម្ដងអញ្ចឹងយើងចង់និយាយពីតើមនុស្សដែលគាត់និយាយច្រើនហ្នឹងគាត់ចេះកើតទុកអត់បើនិយាយពីបទពិសោធន៍ខ្ញុំផ្ទាល់វិញខ្ញុំមនុស្សអត់សូវនិយាយច្រើនទេហើយមនុស្សកើតទុកច្រើនដូចគ្នាយើងចង់ដឹងថាតើមនុស្សដែលគាត់និយាយច្រើនហ្នឹងគាត់ចេះកើតទុកដូចពួកយើងអត់ជួបនឹងហុយលៀងតែវិញបើក្បាលឲ្យអត់និយាយតែឲ្យអញនិយាយដូចចឹងអ្នកគ្នាបើខ្ញុំវាenergy ខ្ញុំហ្នឹងវា extrovert វានិយាយច្រើនស្រាប់អញ្ចឹងពេលខ្លះវាអូយគេសរសើរគេវាទៅដល់លេងមួយពួកម៉ាក់អញ្ចឹងចាស់ពួកម៉ាក់ខ្ញុំសិតតែ introvert តែពេលខ្ញុំនេះ extrovert ម្នាក់ឯងវាអូយម៉ាក់អូនិយាយច្រើនគាត់នោះសរសើរ energy ម៉ាក់និយាយចេះហត់វាចេះនឹកឃើញពេលខ្លះវាថាវាជាដូចអាត្រឡប់យើងណាទៅពេលដែលយើងនិយាយកំ pl ែងសើចទៅគេសប្បាយយើងសប្បាយចិត្តដែរហា energy យើងហ្នឹងវាថា outgoing វាចូលចិត្តនិយាយទៅមនុស្សច្រើនអីច្រើនតែបើសួរចេះការទុកអត់ការទុកដូចគ្នាការទុកសាហាវជាងអ្នកដែលគេអត់សូវនិយាយទៀតអ្នកអត់សូវនិយាយស្មាស្ងាត់ការទុកឃើញធម្មតាដល់ពេលអាអ្នកធ្លាប់និយាយច្រើនដល់ពេលទៅជាស្ងាត់វិញអាហ្នឹងដល់មែនតើវាថាសក់ចាប់ដើមសពងតិចហ្នឹងសពងវាខាងក្នុងហ្នឹងវាថាវាដល់មែនតើតែបើសួរថាចេះការទុកអត់ចេះការទុកដូចគ្នាគ្រាន់តែអាការកើតទុកហ្នឹងវាផ្សេងគ្នាចឹងទៅជួនកាលខ្ញុំកើតទុកប៉ុន្តែខ្ញុំនៅនិយាយច្រើនប៉ុណ្ណាគ្រាន់តែនិយាយរឿងហ្នឹងទុកវាកាន់តែជន់ទុកអីចឹងទៅហើយមួយទៀតនៅពេលដែលនិយាយច្រើនជួនកាលហ្នឹងអីក៏ដោយខ្ញុំជឿថាវាគឺជាជំរើសនៅពេលដែលយើងមានថាយើងអត់និយាយក៏បានប៉ុន្តែយើងជ្រើសរើសនិយាយវិញនិយាយទៅវានំថាយើងបាន express អា feeling របស់យើងនឹងយើងបានចែករំលែកអារម្មណ៍អីដែលយើងគិតហ្នឹងទៅឲ្យមនុស្សផ្សេងទៀតបានដឹងស្គាល់មនុស្សច្រើនហ្នឹងទៅពីជីវិតយើងវាស្រស់ស្រាយជាងមុនចុះលីណាវិញដូចជាមិនសូវនិយាយច្រើនណាត្រូវអត់ចេះកាត់ទុកអត់ចឹងសម្រាប់ខ្ញុំនិយាយច្រើនតែគាត់ថានិយាយច្រើនជាមួយមនុស្សដែលស្គាល់ចិត្តស្និទ្ធហើយតែទុកចិត្តហ្មងចង់ឲ្យគាត់អាចស្ដាប់រឿងយើងមកយើងនិយាយហើយបើសួរថានិយាយអត់និយាយច្រើនហើយមិនក៏កើតទុកតែពិតរឿងមនុស្សម្នាក់វាមាន background ពណ៌ខុសគ្នាអញ្ចឹងយើងអត់ដឹងថាគាត់ជួបរឿងអីខ្លះប្រចាំថ្ងៃប្រចាំខែប្រចាំឆ្នាំគាត់ហ្នឹងរឿងគាត់ខ្លួនឯងការងារគ្រួសារផ្លូវចិត្តជួនកាលគ្រាន់តែភាពនៅម្នាក់ឯងក៏ដោយកណ្ដាលហ្នឹងក៏គាត់គិតពិបាកដោះស្រាយដែរតែអ្នកខ្លះអត់ទេគិតថានៅម្នាក់ឯងfreedom មានអីអាហ្នឹងវាជាការយល់ឃើញមនុស្សម្នាក់ឯងបើសម្រាប់ខ្ញុំនៅម៉ានអ្នកក៏បានដែរឲ្យតែអ្នកនៅជាមួយនឹងស្រួលយ៉ាដូចរាល់ថ្ងៃយើងនៅមួយបងប្អូនអីចឹងឆ្ងាយពីផ្ទះមែនតែវាអត់មានអីកំសត់ទេជីវិតវាតែប៉ុណ្ណឹងតែអីដែលសំខាន់ខ្ញុំពិបាកចិត្តរឿងមួយរឿងនិយាយឲ្យត្រង់ខ្ញុំពិបាកដោយសារខ្លួនឯងអាយុប៉ុណ្ណឹងហើយរលុយជួយអ្នកផ្ទះអត់ទាន់បានជួយខ្លួនឯងអត់ទាន់រឹងអត់សួររឿងលុយតែសួររឿងនិយាយច្រើនចេះធម្មតាតែយើងពិបាកចិត្តយើងគួរតែរកអ្នកគេម្នាក់ជួយប្រឹក្សាថាគួរធ្វើម៉េចឲ្យដោះស្រាយបញ្ហានឹងបានតើអត់តែយើងអត់សូវចេះនិយាយច្រើនទេអញ្ចឹងបើមិត្តភក្តិជិតស្និទ្ធក៏អត់មានច្រើនដែរមានក៏គេរវល់ការងារគេដែរដូចអញអញ្ចឹងសួរឯងថាគួរទៅធ្វើម៉េចគួរទៅធ្វើម៉េចយើងមួយថ្ងៃយើងធ្វើការ8ម៉ោងនិយាយច្រើនឯក្នុងការងារអាក្រៅការងារហ្នឹងគួរនិយាយអីគួរធ្វើម៉េចនិយាយទៅរកផ្លូវខ្លួនឯងចង់ឲ្យខ្លួនឯងមានផ្លូវចិត្តរឹងមាំជាងនឹងធម្មតាបើរឿងដែលយើងជួបយើងដោះស្រាយបានផ្លូវចិត្តយើងក៏រៀងរឹងមាំដែរអញ្ចឹងអាការនិយាយស្ដីនិយាយតិចនិយាយច្រើនហ្នឹងក៏វាតាមនឹងដែរតាមនឹងអារម្មណ៍យើងសុបាយចិត្តឬក៏អត់ដែរអញ្ចឹងបើសុបាយចិត្តនិយាយរៀងច្រើនហើយបើបាក់ចិត្តទៅរៀងស្ងាត់ចឹងទៅធម្មតាពួកម៉ាក់ស្និទ្ធក៏ដោយតែពេលស្ងាត់រៀងដកឃ្លាគ្នាចឹងមកតិចដោយសារអីខ្លាចនិយាយអីទៅប៉ះពាល់អារម្មណ៍ច្រើនខ្ញុំក៏ដោយវាថាតែអត់សុបាយចិត្តនិយាយមកខុសទៅនោះហ្នឹងវាជុំនិយាយចូលហ្មងអត់និយាយច្រើនណាជុំនិយាយចូលហ្មងអត់សុបាយចិត្តផងវាចឹងប៉ុន្តែវាថាអ្នកនិយាយច្រើនទៅតែនិយាយច្រើនមកគិតទៅវាកាត់ទុកការទុកដែរក៏ពណ៌ផ្សេងនិយាយច្រើនដែរតែពណ៌មានច្រើនទៀតនិយាយច្រើនពណ៌ពិបាកចិត្តនិយាយច្រើនពណ៌សុបាយចិត្តបើបានវាថាដាក់មួយកែវពីរហើយអូនិយាយពីរលូនបាទបញ្ហាជីវិតនោះវាចេះតែចេញមកវាថាអូយពីមកដំណាក់កាលទៅមកដំណាក់កាលពីមកកន្លែងទៅមកកន្លែងវាថាពីកាន់តែនិយាយច្រើនអញ្ចឹងមកពីខ្ញុំនិយាយច្រើនហ្នឹងវាជាស្រ័យនិយាយច្រើនតែអញ្ចឹងដល់ពេលអត់និយាយចាប់ដើមវិញ
ngày năng lại ăn vậy trắng những ngặt trắng trắng sụp máu tại đã sao lời chặt vậy sụp máu vậy tích câu bạ chất vậy trắng coi chơi bạ chất đây bạn chặt đai còn là pop sen kia trắng nhẹ thì còn kia cua té thường mấy ai lời chặt con ai sờ bài chất tung vậy tràn vậy tích សំខាន់ចិត្តយើងសប្បាយអត់នេះ